ទឹកដោះគោក្តៅអ៊ុនៗលាយជាមួយមេនំប៉័ងនិងស្ករស1ស្លាបព្រាបាយកូរវាឲ្យសព្វហើយទុកប្រហែលជា5នាទីដើម្បីឲ្យមេវាឡើងម្សៅមីហើយនិងអំបិលស្ករសមេម្សៅនំប៉័ងប្រេងឆាដាក់វាចូលហើយយើងកូរវាឲ្យសព្វបន្ទាប់មកទឹកដោះគោដែលយើងកូរបំបាញ់មិញហ្នឹងចាក់វាចូលទាំងអស់ហើយកូរវាឲ្យសព្វយកដៃច្របាច់ម្សៅនឹងឲ្យចូលគ្នាប្រហែលជា8នាទីទៅ10នាទីដើម្បីឲ្យម្សៅស្អិតល្អហើយចូលគ្នាល្អនៅពេលដែលច្របាច់ម្សៅប្រហែលរយៈពេល10នាទីរួចហើយត្រូវយកថង់មកគ្របវាទុករយៈពេល1ម៉ោងកន្លះដើម្បីឲ្យម្សៅវាឡើងល្អតើត្រូវទុកកន្លែងណាដែលមានកម្ដៅទើបម្សៅវាឡើងឥឡូវម្សៅវាបានឡើងល្អហើយបន្ទាប់មកយើងលុញវាប្រហែលជា1នាទីទើបយើងយកឈើមកលុញវាដើម្បីធ្វើឲ្យវាឡើងទៅប៉ាត់ល្អលុញដូចខ្ញុំអញ្ចឹងបន្ទាប់មកបងប្អូនរមូលវាដូចខ្ញុំអញ្ចឹងដើម្បីធ្វើឲ្យវារាងវែងឥឡូវយកកំបិតកាត់វាកង់បងប្អូនជួយចិត្តធំឬតូចតាមចំណង់ចំណូលចិត្តបងប្អូនដែលចង់កាត់ទេគឺខ្ញុំចាក់កាត់ប៉ុណ្ណឹងយកម្សៅដែលកាត់បំបាញ់មិញនេះយកមកគ្របទុកប្រហែលជា30នាទីដើម្បីឲ្យវាឡើងម្ដងទៀតម្សៅដែលគ្របទុកបំបាញ់មិញនេះឥឡូវវាឡើងហើយខ្ញុំនឹងយកវាទៅចំហុយខ្ញុំធ្វើការចំហុយវាប្រហែលជា25នាទីទៅ30នាទីដើម្បីឲ្យវាឆ្អិនរាល់ពេលដែលបងប្អូនចំហុយវា5នាទីត្រូវយកកន្លះជូតគ្របវាកុំឲ្យវាដក់ទឹកចុះមកត្រូវនំយើងវាធ្វើឲ្យនំយើងរីកវាអត់មើលទៅវារីកនំអត់ឆ្ងាញ់ទេឥឡូវនេះ30នាទីរួចហើយនំគឺវាមានការឆ្អិនហើយគឺអាចទទួលទានបានហើយឥឡូវនំបានរួចរាល់ហើយសង្ឃឹមថាបងប្អូននឹងធ្វើវាទទួលទានទាំងអស់គ្នាហើយនឹងចូលចិត្តវីដេអូរបស់ខ្ញុំហើយជម្រាបលាជួបគ្នានៅคลิปក្រោយទៀតបាយបាយ